បាទសូមជម្រាបសួរទៅដល់ប្រិយមិត្តទាំងឡាយនៅក្នុងបណ្ដាញសង្គមជាទីរាប់អានបាទតើសង្គ្រាមលោកលើកទី3បាទពិតជាអាចកើតមានឡើងដែរឬទេដូច្នេះសូមស្ដាប់នៅការអត្ថាធិប្បាយបាទជាអត្ថបទវិភាគដោយខ្លួនខ្ញុំផ្ទាល់តាក់ទងជាមួយនឹងស្ថានភាពនយោបាយរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនខណៈពេលដែលកងទ័ពនៅសមរភូមិមុខអ៊ុយក្រែននិងរុស្ស៊ីកំពុងតែបើកឆាកប្រយុទ្ធគ្នាយ៉ាងផ្ដោតផ្ដាច់នោះលោកប្រធានាធិបតីប្រទេសអ៊ុយក្រែនក៏បាននឹងកំពុងទទួលរងនៅសម្ពាធមួយយ៉ាងធ្ងន់ពីលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដោយលោកបានទាមទារនៃការតបស្នងពីប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនមកវិញនៅកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរពីការចែករំលែកធនធានរ៉ែក្រមដីទាំងអស់របស់ប្រទេសអ៊ុយក្រែនក្នុងរូបភាពជាកិច្ចសហប្រតិបត្តិការដោយទទួលបាននូវផលប្រយោជន៍ស្មើគ្នាប៉ុន្តែសំណើរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកពុំត្រឹមតែមិនបានទទួលនឹងការឆ្លើយតបក្នុងភាពវិជ្ជមានពីលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែសំណើនេះបាននាំមកនូវភាពប្រទាំងប្រទើសជជែកគ្នាឡើងតឹងសរសៃកនៅក្នុងសេតវិមានដែលមានរាងពងក្រពើរបស់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនៅចំពោះមុខភាពរឹងរូសរបស់លោកប្រធានាធិបតីអ៊ុយក្រែនពីរឿងសំណើខាងលើនេះបាននាំមកនូវភាពមួម៉ងចិត្តយ៉ាងខ្លាំងទាំងលោកប្រធានាធិបតីនិងលោកប្រធានាធិបតីរងរបស់សហរដ្ឋអាមេរិកផងដែរខាងសហរដ្ឋអាមេរិកបានទម្លាក់ការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើលោកប្រធានាធិបតីអ៊ុយក្រែនក្នុងន័យថាលោកប្រធានាធិបតីអ៊ុយក្រែនគឺជាមនុស្សមិនដឹងគុណដោយខាងសហរដ្ឋអាមេរិកសំអាងទៅលើជំនួយជាច្រើនដែលខ្លួនបានសម្បទាទៅកាន់ប្រទេសអ៊ុយក្រែនទាំងកម្លាំងយោធាបច្ចេកទេសសព្វាវុធហិរញ្ញវត្ថុជាដើមហើយក៏ពុំមែនជារឿងខុសឆ្គងឬក៏ហួសហេតុពេកនោះដែរកាលដែលខាងអ៊ុយក្រែនត្រូវតបស្នងមកខាងសហរដ្ឋអាមេរិកវិញត្រឹមតែជាធនធានរ៉ាដែលទទួលបានផលប្រយោជន៍ទាំងសងខាងនោះអ្វីដែលនាំមកនៅភាពខឹងសម្បារកាន់តែខ្លាំងឡើងពីសំណាក់លោកប្រធានាធិបតីនិងលោកប្រធានាធិបតីរងរបស់សហរដ្ឋអាមេរិកនោះគឺលោកប្រធានាធិបតីអ៊ុយក្រែនបានសម្ដែងចេញនូវគូចំហពុំព្រមទទួលនៅសំណើនេះរួមដែលអរិយាប័ត្រពុំគប្បីគឺចាក់ចេញពីការប្រជុំទាំងពុំទទួលបាននូវលទ្ធផលដោយការរំពឹងទុកនោះឡើយប្រយោគរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ព្រមជាមួយភាពព្រួយបារម្ភផងនោះគឺលោកបានទម្លាក់បញ្ហាសង្គ្រាមលោកលើកទី3ដែលអាចនឹងកើតឡើងថាបណ្ដាលមកពីលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនពុំព្រមធ្វើតាមសំណើរបស់លោកតើលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនពិតជាតួអង្គសំខាន់ដែលធ្វើឲ្យពិភពលោកនេះអាចនឹងផ្ទុះសង្គ្រាមលោកលើកទី3ពិតមែនឬក៏យ៉ាងណាយើងពុំបានលើកយកនៅទស្សនៈរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកមកធ្វើការឆ្លុះបញ្ចាំងពីចំណោទសួរខាងលើនេះទេប៉ុន្តែអ្វីដែលយើងអាចធ្វើការវិភាគបានដោយផ្ដោតទៅលើតថភាពជាក់ស្ដែងដែលកំពុងតែកើតមានឡើងក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនដោយមានសហរដ្ឋអាមេរិកជាអ្នកដើរតួនាទីដល់ទៅ3ក្នុងពេលតែមួយទី1សហរដ្ឋអាមេរិកគឺជាខ្នងបង្អែកដ៏រឹងមាំរបស់អ៊ុយក្រែនទី2សហរដ្ឋអាមេរិកគឺជាអ្នកផ្សះផ្សានិងស្វែងរកសន្តិភាពទី3សហរដ្ឋអាមេរិកគឺជាឈ្មួញទាញយកផលប្រយោជន៍ពីសង្គ្រាមដោយបើកចំហគ្មានភាពលាក់លៀមសង្គ្រាមលោកលើកទី3អាចផ្ទុះឡើងបានប្រសិនបើលោកប្រធានាធិបតីអ៊ុយក្រែននៅតែរឹងទទឹងពុំព្រមបន្ទន់អរិយាប័ត្រទទួលយកនូវសំណើរបស់លោកដូណាល់ត្រាំប្រធានាធិបតីនៃសហរដ្ឋអាមេរិកហើយលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបែរជាមានទំនោរទៅរកប្រទេសមហាអំណាចមួយផ្សេងទៀតដើម្បីយកមកធ្វើជាខ្នងបង្អែកជំនួសសហរដ្ឋអាមេរិកនោះគឺជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់ខ្លួនលោកផ្ទាល់ប្រទេសអ៊ុយក្រែនទាំងមូលរួមទាំងពិភពលោកនេះផងដែរពុំមែនមានតែសហរដ្ឋអាមេរិកមួយទេដែលសម្លឹងឃើញពិភពទ្រព្យរ៉ែនៅក្រោមដីដ៏មហាសាលរបស់អ៊ុយក្រែននោះមានប្រទេសធំជាច្រើនដែលជាប្រទេសមហាអំណាចក៏បានសម្លឹងឃើញដូចគ្នាដែរក្នុងចំណោមនោះមានប្រទេសបារាំងផងដែរថែមទាំងបានធ្លាប់ចូលចាយជើជាមួយប្រទេសអ៊ុយក្រែនពីរឿងភូកទ្រព្យរ៉ែនេះកាលពីអំឡុងខែតុលាកន្លងទៅថ្មីនេះទៀតផងហេតុនេះគ្រាដែលសហរដ្ឋអាមេរិកដោះដៃចោលអ៊ុយក្រែននោះប្រទេសធំទាំងឡាយនឹងផ្ដោតគោលដៅមករកអ៊ុយក្រែនដើម្បីដោះស្រាយបញ្ហាវិបត្តិសង្គ្រាមជាមួយរុស្ស៊ីដើម្បីឈានទៅរកសុខសន្តិភាពប៉ុន្តែសុទ្ធតែជាជំនួយដែលត្រូវផ្សារភ្ជាប់សំណងមិនខុសពីសហរដ្ឋអាមេរិកនោះឡើយអាចខុសគ្នានៅត្រង់ថាប្រទេសផ្សេងទៀតនោះ
អាចមិនលោភលន់ដោយសហរដ្ឋអាមេរិកឬធ្វើឲ្យបើកចំហពេកនោះទេប្រសិនបើប្រទេសធំៗទាំងឡាយសិតតែមានវត្ថុបំណងផ្ដោតគោលដៅមកលើអ៊ុយក្រែនតែមួយដូចគ្នានោះការប្រកួតប្រជែងក្នុងចំណោមប្រទេសធំៗទាំងនោះមុខជាការមានឡើងដោយពិបាកនឹងជៀសផុតខ្លាំងណាស់ព្រោះបើអត់ពីសហរដ្ឋអាមេរិកគ្មានអ្នកណាជាបងធំអ្នកណាសម្រាប់ប្រទេសមហាអំណាចផ្សេងទៀតនោះឡើយដូច្នេះដើម្បីសម្រេចបាននូវមហិច្ឆតារបស់ពួកគេរឿងអ្វីក៏អាចកើតមានឡើងបានដែរព្រោះថាភោគទ្រព្យរ៉ែក្រោមដីរបស់អ៊ុយក្រែនមានរហូតដល់ 5% នៃភោគទ្រព្យរ៉ែដែលមាននៅក្នុងដីនៃផែនដីនេះទាំងមូលតើមហាអំណាចណាមួយដែលពុំចង់បាននោះដូច្នេះសួរថាតើលោកដុលណាល់ត្រាំព្រមបោះបង់អ៊ុយក្រែនចោលដោយទុកឲ្យរុស្ស៊ីលេបត្របាក់យកទឹកដីឬក៏ត្រូវប្រទេសមហាអំណាចទាំងឡាយមានឱកាសមកទទួលយកភោគទ្រព្យពីអ៊ុយក្រែនទាំងកាលដែលសហរដ្ឋអាមេរិកពុំទាន់បានទទួលផលលាភអ្វីសោះពីអ៊ុយក្រែននោះបើវិភាគតាមចិត្តសាស្ត្ររបស់លោកដុលណាល់ត្រាំនោះសង្គ្រាមលោកលើកទី3ពុំអាចកើតមានឡើងបានឡើយទី1សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់គឺពុំចង់ឲ្យមានសង្គ្រាមលោកនោះដែរព្រោះមានផលវិបាកច្រើនយ៉ាងរាំងស្ទះដល់សហរដ្ឋអាមេរិកក្នុងមហិច្ឆតាអភិវឌ្ឍវិស័យយានអវកាសនាំមនុស្សទៅរស់នៅលើភពព្រះអង្គារនាថ្ងៃអនាគតម្យ៉ាងវិញទៀតសហរដ្ឋអាមេរិកមានកូនបំណុលច្រើននៅលើលោកដែលត្រូវសងខ្លួនវិញទី2សហរដ្ឋអាមេរិកបានដាក់ទុនច្រើនណាស់ទៅលើអ៊ុយក្រែនដូច្នេះសហរដ្ឋអាមេរិកពុំមែនល្ងងដល់ថ្នាក់បោះបង់អ៊ុយក្រែនចោលទុកឱកាសឲ្យរុស្ស៊ីលាបយកទឹកដីឬក៏ត្រូវប្រទេសមហាអំណាចណាមួយមកទទួលយកផលលាភពីប្រទេសអ៊ុយក្រែនបានមួយចំណែកណានោះឡើយកុំថាឡើយដល់ចំណែកស្មើគ្នាដូច្នេះការថ្លែងរបស់លោកដុលណាល់ត្រាំគឺគ្រាន់តែជាភាសាគម្រាមលោកប្រធានាធិបតីអ៊ុយក្រែនឲ្យបន្ទន់អេរយាប័តមករកខ្លួនហើយធ្វើតាមការស្នើសុំរបស់លោកទើបមានសុវត្ថិភាពចំពោះរូបលោកប្រធានាធិបតីប្រជាជនអ៊ុយក្រែនក៏ដូចជាពិភពលោកនេះទាំងមូលប៉ុណ្ណោះហេតុផលខាងលើនេះច្បាស់ណាស់ថាសង្គ្រាមលោកលើកទី3ដែលកើតចេញពីលោកប្រធានាធិបតីអ៊ុយក្រែនគឺគ្មាននោះឡើយនៅវីដេអូក្រោយខ្ញុំនឹងវិភាគអំពីចិត្តសាស្ត្ររបស់លោកប្រធានាធិបតីអ៊ុយក្រែនវិញថាតើគាត់ត្រូវដើរតាមផ្លូវណាបន្ទាប់ពីមានរឿងបែបនេះកើតឡើងជាមួយសហរដ្ឋអាមេរិកបាទតើនឹងមានរឿងអ្វីកើតឡើងជាបន្តបន្ទាប់ទៀតនៅពេលខាងមុខដែលតាក់ទងជាមួយនឹងសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនតើសហរដ្ឋអាមេរិកនឹងនៅតែបន្តគោលជំហររបស់ខ្លួននៅក្នុងការចង់គ្រប់គ្រងធនធានរបស់អ៊ុយក្រែនតទៅទៀតឬក៏យ៉ាងណាតើមានដឹកនាំនៃប្រទេសអ៊ុយក្រែនបាទគឺលោកប្រធានាធិបតី Zelensky នឹងបន្ទន់អេរយាប័តនៅចំពោះមុខលោកដុលណាល់ត្រាំដែលបានទាមទារយកភោគទ្រព្យរ៉ែពីក្នុងប្រទេសរបស់លោកនៅក្នុងរូបភាពជាកិច្ចសហប្រតិបត្តិការឬក៏យ៉ាងណាទៅទៀតនោះបាទសម្រាប់ពេលនេះបាទសូមអរគុណសូមជម្រាបលាបាទ